រឿងអណ្ដើកនិងស្វាមានរឿងនិទានមួយថាអណ្ដើកនិងស្វាវាសុំទ្វេដន្លងគ្នាតែគ្មានកូនចៅទៅចងពន្ធអ្វីទេគ្រាន់តែនិយាយថាសុំគ្នាធ្វើដន្លងសត្វទាំងពីរស្រឡាញ់រាប់អានគ្នាដូចដន្លងញាក់ទាំងពួងនោះដែរលុះចំណេរយូរទៅដន្លងខាងស្វានោះគេមានកូនត្រូវរៀបការគេហៅភ្ញៀវពួកស្វាសិនមកថ្ងៃនឹងស៊ីការទើបនឹកឃើញអណ្ដើកជឿដន្លងថាយើងការកូននេះហៅភ្ញៀវអស់ហើយនៅតែអណ្ដើកជាដន្លងមិនតាន់បានទៅប្រាប់ឥឡូវចិត្តថ្ងៃការណាស់ទៅហើយបើដូច្នោះឲ្យបំរើទៅអញ្ជើញគាត់ហ្វង់បំណាច់យើងរាប់អានគ្នាយូរឆ្នាំណាស់មកហើយគិតហើយក៏ចាត់បំរើឲ្យទៅអញ្ជើញថ្ងៃដែលគេប្រជុំញាតិស៊ីការនោះអណ្ដើកក៏ទៅដល់ដែរតែនឹងឡើងទៅស៊ីផឹកនឹងគេមិនរួចពួកស្វាបានឃើញក៏ទៅប្រាប់ដន្លងស្វាថាត្បិតដន្លងអណ្ដើកមកដល់ហើយនៅឯក្រោមដើមឈើដន្លងស្វាចុះមកឃើញអណ្ដើកក៏ប្រាប់ថាដន្លងឯងឡើងមិនរួចនឹងគេមានតែដន្លងឯងខំវល័យនេះចុះយើងនឹងស្រាវឡើងប៉ុន្តែបើមិនទាន់ដល់ទៅកន្លែងដែលយើងអង្គុយទេដន្លងឯងកុំនិយាយឲ្យសោះទោះបីឃើញអ្វីឬគេថាអ្វីក៏ដោយតែនិយាយធ្លាក់មកស្លាប់ហើយអណ្ដើកទទួលបណ្ដាំដន្លងនោះសពគ្រប់ហើយក៏ទទួលខំវល័យពួកស្វាទាំងប៉ុន្មានក៏ស្រាវវល័យនោះឡើងនាំអណ្ដើកទៅឯថ្នាក់លើលុះទៅជិតដល់កន្លែងដែលគេនឹងដាក់នោះជួនជាដន្លងសើយស្វាឃើញអណ្ដើកក៏សួរដោយរាប់អានថាដន្លងសុខសប្បាយទេឬអណ្ដើកភ្លេចពាក្យបណ្ដាំហាមាត់ស្ដីទៅនឹងដន្លងក៏របូតមាត់ធ្លាក់ខ្លួនដល់ដីបែកស្នោកដូចគេបោកនឹងថ្មស្លាប់នៅវេលានោះខានស៊ីការនោះទៅសារអប់រំរឿងនេះអាចផ្ដល់នូវសារអប់រំមួយចំនួនដូចជាការស្ដាប់បង្គាប់និងប្រកាន់ជាប់នៅពាក្យបណ្ដាំជីវិតទាមទារឲ្យយើងប្រុងប្រយ័ត្ននិងធ្វើតាមដំបូន្មានសំខាន់ពិសេសក្នុងពេលមានគ្រោះថ្នាក់ការគប់ក្រងខ្លួនឯងអណ្ដើកមិនអាចទប់មាត់មិននិយាយបានទេទោះបីដឹងថាជាបញ្ហាជីវិតក៏ដោយគ្រោះថ្នាក់នៃការរាក់ទាក់ហួសហេតុពេលខ្លះការឆ្លើយតបទៅនឹងពាក្យសម្ដីដោយមិនបានពិចារណាទីកន្លែងនិងកលៈទេសៈអាចនាំមកនូវផលវិបាកធ្ងន់ធ្ងរ